នេះខ្ញុំមិនទិញមេរៀនមួយកត្តាអ្វីខ្លះដែលបណ្ដាឲ្យដីកខ្វក់មួយកត្តាចម្បងដែលធ្វើឲ្យដីកខ្វក់គឺបណ្ដាមកសកម្មភាពមនុស្សដូចជាការប្រើថ្នាំគីមីសម្លាប់សត្វល្អិតការប្រើជីគីមីការជីកយករ៉ែការចោលសំរាមនិងការសំណល់ផ្សេងមិនបានត្រឹមត្រូវការកាប់បំផ្លាញព្រៃឈើពីចំនួនសួរថាចូលនិយាយពីវិធីកាត់បន្ថយកង្វក់និងសារធាតុបំពុលដី2វិធីកាត់បន្ថយកង្វក់និងសារធាតុបំពុលដីដោយកាត់បន្ថយការប្រើប្រាស់ជីគីមីដោយប្រើប្រាស់ជីធម្មតាមិនប្រើថ្នាំគីមីសម្រាប់សម្លាប់សត្វល្អិតដោយប្រើថ្នាំសំពីរុក្ខជាតិវិញចូលរួមដាំដើមឈើឲ្យបានច្រើនដើម្បីការពារកុំឲ្យមាន